ព្រោះអីលោកត្រាំបាននិយាយហើយថាឃើញនៅកន្លែងណាបាញ់កំទេចកន្លែងហ្នឹងដូច្នេះកុំថាឡើយកំទេចទាំងមេដឹកនាំថ្មីនេះអ្នកដែលចូលដៃគ្នាទាំង88នាក់ដែលនាំគ្នាទៅជ្រើសតាំងគាត់ហ្នឹងឲ្យតែជួបនៅកន្លែងណាគឺកំទេចអញ្ចឹងទៀតអានេះគឺជាសាររបស់គាត់ហ្នឹងគឺថាធ្វើឲ្យក្រុមនេះគឺមិនអាចនឹងបង្ហាញខ្លួននៅទីសាធារណៈបានទេហើយបើសិនជានិយាយទៅមានក្រុមស៊ើបការសម្ងាត់ហ្នឹងអីយកព័ត៌មានអញ្ចឹងពួកគាត់នឹងប្រឈមបញ្ហាច្រើនណាស់អាហ្នឹងហើយដែលធ្វើឲ្យសង្គ្រាមនៅអ៊ីរ៉ង់នេះវាចាប់ផ្ដើមនៅតែផ្សែងពុលពេញអាកាសតាក់ទងនឹងការដែលថាបាញ់កំទេចរោងចក្រចម្រាញ់ប្រេងកាតរបស់អ៊ីរ៉ង់ទេប៉ុន្តែបើនិយាយពីបរិយាកាសទូទៅមែនតើគឺចាប់ផ្ដើមធូរស្បើយច្រើនហើយគឺក្របផ្លោងក្របអីហ្នឹងគឺស្បើយស្ទើរតែរលត់ទៅហើយដោយសារតែអ៊ីរ៉ង់អត់អាចតដៃបានហើយមានតទៅមុខទៀតថាតើវានឹងយ៉ាងម៉េចទៅវិញអ៊ីរ៉ង់គេសងសឹកទេអ៊ីរ៉ង់អត់នៅស្ងៀមទេក៏ប៉ុន្តែតើការសងសឹកនឹងជ្រើសរើសទៅជាការធ្វើសង្គ្រាមរបៀបក្រុមក្របបែកអត្តឃាតឬក៏ក្រុមអីយើងចាំមើលតទៅទៀតអ្វីដែលពិបាកសម្រាប់ក្រុមអ៊ីរ៉ង់នេះគឺមានភាពឯកោច្រើនណាស់បងប្អូនមកដល់ម៉ោងនេះបានយើងដឹងថាអ៊ីរ៉ង់ឯកោខ្លាំងមែនទែនប្រទេសដែលអ្នកដូចជារុស្ស៊ីដែលជាមិត្តជិតស្និទ្ធជាមួយនឹងអ៊ីរ៉ង់ជួយសពាវុធយោធាឬក៏ការងារស៊ើបការសម្ងាត់អីច្រើនជួយគ្នាទៅវិញទៅមកពួកអ៊ីរ៉ង់ធ្លាប់ជួយរុស្ស៊ីក្នុងការបញ្ជូន drone Shahed ឲ្យទៅទម្លាក់នៅអ៊ុយក្រែនអីអញ្ចឹងទៅលក់អាវុធហ្នឹងឬក៏ជួយការងារអីច្រើនក៏ប៉ុន្តែពេលនេះរុស្ស៊ីអត់ជួយអ៊ីរ៉ង់បានច្រើនទេហើយមិនត្រឹមតែប៉ុណ្ណឹងគឺរុស្ស៊ីក៏ទុនលងជាមួយនឹងការវាយជាមួយនឹងអ៊ុយក្រែនហើយដោយសារតែលោកត្រាំបានប្រាប់ពិភពលោកឬក៏ប្រាប់លោកពូទីននឹងថាយើងជាមិត្តភក្តិជិតស្និទ្ធល្អនឹងគ្នាទេព្រោះអីយើងជាមេដឹកនាំផ្ដាច់ការដូចគ្នាអញ្ចឹងអត់មានអីប្លែកទេលោកត្រាំធ្លាប់បាននិយាយថាថ្ងៃដែលគាត់កាន់តំណែងលើកដំបូងថ្ងៃទី1ហ្នឹងគឺគាត់នឹងក្លាយទៅជាមេដឹកនាំផ្ដាច់ការក៏អត់មានប្រវាបប្រកាសផងចង់ឲ្យពិភពលោកទាំងអស់ហ្នឹងបានដឹងហើយដល់អញ្ចឹងទៅក៏គិតថាលោក Vladimir Putin ហ្នឹងក៏ជាមេដឹកនាំផ្ដាច់ការអញ្ចឹងយើងអាចធ្វើការជាមួយគ្នាបានកុំររឿងគ្នាបើររឿងត្រូវដបងទៀតដល់អញ្ចឹងទៅVladimir Putin ដោយសារតែគិតថាអាមេរិកអាចនិយាយជាមួយអ៊ុយក្រែនបានសម្រោះសម្រួលដើម្បីអ៊ុយក្រែនព្រមឲ្យដីដែលខ្លួនបានឈ្លានពានហ្នឹងឲ្យទៅក្រាក់កាន់កាប់អញ្ចឹងទៅបានជានៅស្អំចិត្តអាមេរិកនឹងតរៀងទៅដែរនិយាយទៅជាល្បិចខូចប៉ុន្តែអាមេរិកអត់ខូចទេអាមេរិកខូចសំន័យថាអាមេរិកឆ្លាតខូចរបៀបឆ្លាតដែរឆ្លាតនៅត្រង់ថាឲ្យតែចំណេញប្រយោជន៍បានទាំងអ៊ុយក្រែនបានទាំងរុស្ស៊ីព្រោះអ៊ុយក្រែនអាមេរិកជួយទៅប្រាប់ថាត្រូវការទិញប្រព័ន្ធការពារសន្តិសុខអីឡាក់នឹងឡាក់ត្រូវទិញអាវុធទិញអីច្រើនពីអាមេរិកឬក៏ទិញការធានានឹងពីលោកត្រាំពីរដ្ឋាភិបាលលោកត្រាំហ្នឹងទៅឯរុស្ស៊ីក៏នៅតែអែបអបអាមេរិកដែរដើម្បីអីក្រែងលោអាចលួងអ៊ុយក្រែនឲ្យចុះកិច្ចសន្យាលើប័ណ្ណឈប់បាញ់ហើយប្រគល់ដីដែលរុស្ស៊ីគ្រប់គ្រងបានប្រមាណ 25% ហ្នឹងឲ្យរុស្ស៊ីកាន់កាប់តែប៉ុន្តែកន្លងមកអ៊ុយក្រែនរឹងប៉ឹងជំហររបស់អ៊ុយក្រែនរឹងប៉ឹងពេកបានជារុស្ស៊ីមិនអាចសូម្បីតែអាមេរិកក៏គ្មានឥទ្ធិពលគំរាមលោក Vladimir ច្រើនលោក Zelensky អ៊ុយក្រែននឹងច្រើនដងដែរប៉ុន្តែអ៊ុយក្រែនគេមានសម្ព័ន្ធមិត្តច្រើនអ្នកជួយឈឺឆ្អាលដូចជានៅអឺរ៉ុបដូចអីហ្នឹងបារាំងអាល្លឺម៉ង់អង់គ្លេសអ៊ីតាលីអីហ្នឹងគឺមើលទៅហាក់បីដូចជាមានសមានចិត្តជាមួយនឹងប្រទេសអ៊ុយក្រែនច្រើនអញ្ចឹងទៅអ៊ុយក្រែនក៏នៅតែមានឥទ្ធិពលហើយរុស្ស៊ីក៏នៅចាំអ៊ុតមើលលទ្ធផលដែរឃើញលោកបានទទួលយកអាដីដែលរុស្ស៊ីដណ្ដើមបានវាទីយកមកបានណាបងប្អូនរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនពេលដែលខ្ញុំប្រើពាក្យឈ្លានពានមានបងប្អូនយើងនៅតាមបណ្ដាញសង្គម Facebook ដែលជា fan របស់ខ្ញុំដែរហ្នឹងតែតាមដានការផ្សាយរបស់ខ្ញុំថាខ្ញុំនិយាយពីថាអាមេរិកឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់គឺមិនត្រូវទេព្រោះអីបើថៃឈ្លានពានដែនអធិបតេយ្យរបស់ខ្មែរអានឹងត្រូវព្រោះថៃវាយហើយដណ្ដើមយកដីខ្មែរទៅកាន់កាប់ឯអាមេរិកវិញវាយអ៊ីរ៉ង់មិនបានចូលទៅប៉ុនប៉ងយកដីអ៊ីរ៉ង់មកកាន់កាប់គ្រប់គ្រងទេដូច្នេះនៃនេះគឺគេមិនហៅថាឈ្លានពានទេអានឹងតាមការបកស្រាយរបស់គាត់ទេណាបងប្អូនក៏ប៉ុន្តែខ្ញុំមែនតើខ្ញុំស្ដាប់ការផ្ដល់យោបល់ដែរប៉ុន្តែពាក្យឈ្លានពានគឺជាការរំលោភបំពានមិនមែនបានន័យថាជាការទៅដណ្ដើមព្រោះនៅក្នុងអំពើឈ្លានពានហ្នឹងបានន័យថាម៉េចគឺយើងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាឧទាហរណ៍យក F16 ចូលបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានឹងគឺជាអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយមិនចាំបាច់តែមកគ្រប់គ្រងដីក៏វាជាអំពើឈ្លានពានដែរ
ព្រោះយើងឈ្លានពានចូលក្នុងដែនសមត្ថកិច្ចនៃប្រទេសមួយដោយរំលោភរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិរំលោភរដ្ឋធម្មនុញ្ញរបស់អាស៊ានរំលោភច្បាប់អន្តរជាតិផ្សេងៗនៅក្នុងការមិនអាចឈ្លានពានរំលោភដែនអធិបតេយ្យរបស់ប្រទេសដទៃដូច្នេះពាក្យឈ្លានពានមិនមែនបានន័យថាតើតែទៅយកដីគេបានហៅតែឈ្លានពានទេគឺយើងរំលោភច្បាប់អន្តរជាតិចូលក្នុងដែនអធិបតេយ្យប្រទេសដទៃគឺមានពាក្យថាឈ្លានពាននឹងហើយប៉ុន្តែវាខុសគ្នាត្រង់ថៃឈ្លានពានកម្ពុជាគឺបំណងចង់បានដីកម្ពុជាយកទៅគ្រប់គ្រងកម្មសិទ្ធិផ្ដាច់មុខអីឬក៏របស់ខ្លួនអាមេរិកឈ្លានពានប្រទេសអ៊ីរ៉ង់ក្នុងន័យថាទៅរំដោះរបបនេះឲ្យផុតពីរបបផ្ដាច់ការប្រគល់ជោគវាសនានៅក្នុងការគ្រប់គ្រងប្រទេសឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងហើយអាមេរិកមិនមានបំណងកាត់ដីកាត់ទឹករបស់អ៊ីរ៉ង់យកទេប៉ុន្តែពាក្យនេះនៅតែឈ្លានពានដដែលទេគឺក្នុងន័យថាអាមេរិកក៏បានរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនឯងដែរក្នុងការដែលទៅរំលោភដែនអធិបតេយ្យរបស់ប្រទេសអ៊ីរ៉ង់រំលោភធម្មនុញ្ញនេះគឺដោយសារតែមិនឆ្លងសភាក៏ប៉ុន្តែឥឡូវនេះសភារបស់អាមេរិកហ្នឹងក៏បានបោះឆ្នោតរួចទៅហើយថាបើវាយអ៊ីរ៉ង់បន្តទៀតក៏មិនចាំបាច់ឆ្លងសភាដែរធ្វើត្រូវក៏ប៉ុន្តែអាការធ្វើត្រូវនេះគឺនៅពេលដែលវាយអ៊ីរ៉ង់រួចទៅហើយទេគឺអ្វីអង្គទៅជាបាយការប្រព្រឹត្តខុសគឺវាកើតឡើងទៅហើយបងប្អូនសួរថាចុះហេតុអីបានជាមកចោទអាមេរិកថាប្រព្រឹត្តខុសខ្ញុំនិយាយអំពីរដ្ឋធម្មនុញ្ញខ្ញុំនិយាយអំពីគោលការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងការមិនរំលោភដែនអធិបតេយ្យរបស់ប្រទេសនីមួយព្រោះអីមានច្បាប់ការពារអញ្ចឹងនៅក្នុងន័យថាអាមេរិកហើយនិងអ៊ីស្រាអែលឈ្លានពានអ៊ីរ៉ង់គឺជាការឈ្លានពានប៉ុន្តែសំណួរដែលសួរទៅវិញថាតើការឈ្លានពាននេះគឺជាការដែលធ្វើឲ្យប៉ះពាល់សន្តិភាពពិភពលោកដែលមិនអាចជួសជុលបានឬក៏ជាការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យក្នុងតម្លៃណាមួយដើម្បីឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់រាប់លានអ្នកបានស្គាល់ដង្ហើមខ្យល់អាកាសនៃប្រជាធិបតេយ្យរួចផុតពីការដឹកនាំបែបផ្ដាច់ការដែរឬទេអញ្ចឹងយើងត្រូវថ្លឹងថ្លែងរវាងការរំលោភច្បាប់អន្តរជាតិរំលោភធម្មនុញ្ញរបស់សហរដ្ឋអាមេរិកឬក៏រំលោភគោលការណ៍សន្តិភាពពិភពលោកអីក៏ដោយវាជាការពិតបើយើងមើលឲ្យជាក់ស្ដែងគឺអាមេរិកបានប្រព្រឹត្តខុសនឹងច្បាប់អន្តរជាតិនៅក្នុងន័យថាទៅចូលឈ្លានពានក្នុងដែនអធិបតេយ្យរបស់ប្រទេសមួយក៏ប៉ុន្តែបើយើងគិតឲ្យមែនតើអ្នកដែលការពារចំហអាមេរិកក៏គេមានអំណះអំណានរបស់គេដែរថាតើការឈ្លានពាននេះដែលស្រុកមួយអត់ដែលមានអីសោះជាស្រុករក្សាសន្តិភាពប្រជាពលរដ្ឋគេសបោសបាយរដ្ឋាភិបាលគេបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌គេអត់ដែលរំលោភសិទ្ធិមនុស្សគេអត់ដែលបំផ្លាញប្រជាធិបតេយ្យគេអត់ដែលបង្កទុក្ខវេទនាណាមួយដល់ពិភពលោកគេមិនដែលគំរាមកំហែងប្រទេសអាមេរិកថាត្រូវតែចុះនរកហើយនឹងធ្វើយ៉ាងម៉េចដើម្បីសម្លាប់ជនជាតិអាមេរិកឬក៏អ្នកណាមួយដែលប៉ះពាល់នឹងនិយាយទៅឲ្យតែប្រយោជន៍អាមេរិកគឺប្រទេសនោះនឹងរករឿងអីអញ្ចឹងទៅចុះបើសិនជាប្រទេសមួយដែលអត់ដែលមានបញ្ហាអីសោះអ្នកណាទៅធ្វើប៉ះប្រទេសហ្នឹងគេច្បាស់ជាថ្កោលទោសងាប់ហើយយើងមិនបាច់ចាំតែមើលអីយើងគ្រាន់តែមើល Greenland ដែលជាប្រទេសមួយគ្នាសុំតែសុខអត់ដែលមានបកកផលវិបាកអីសោះប៉ុន្តែអាមេរិកមើលឃើញថា Greenland នេះណាគឺជាទីតាំងភូមិសាស្ត្រយោធាដ៏សំខាន់សម្រាប់អាមេរិកទប់ទល់នឹងឥទ្ធិពលរបស់ចិននិងរុស្ស៊ីនៅក្នុងការដែលបើមានសង្គ្រាមមានអីកើតឡើងបើ Greenland នេះជាមូលដ្ឋានទ័ពរបស់អាមេរិកគឺជារឿងមួយដែលអាមេរិកមានព្រៀបទៅលើសង្គ្រាមបើមានពាក់ព័ន្ធនឹងចិននិងរុស្ស៊ីអីអញ្ចឹងគ្រាន់តែអាមេរិកស្រឡាញ់ចង់បានបែបហ្នឹងអត់ទាន់បានទាំងយកផងគឺប្រទេសជុំវិញពិភពលោកគេនាំគ្នាថ្កោលទោសហើយប្រទេសនិយាយទៅជាទូទៅគេគិតថាមិនសមស្របសូម្បីតែប្រជាពលរដ្ឋអាមេរិកខ្លួនឯងក៏គិតថាមិនបានទៅយក Greenland ប៉ុន្តែប្រជាពលរដ្ឋអាមេរិកសប្ថ្ងៃនេះណាមិនពេញចិត្តនៅក្នុងការរំលោភរដ្ឋធម្មនុញ្ញអាមេរិកមែនមិនពេញចិត្តនៅក្នុងការដែលរំលោភច្បាប់អន្តរជាតិដែលអីពិតមែនក៏ប៉ុន្តែក៏នៅតែមានប្រជាពលរដ្ឋច្រើនណាស់ដែលទទួលយល់ព្រមថាមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នេះគួរតែគំតិចអញ្ចឹងហើយគាត់ថាវិធីគំតិចហ្នឹងវាស្ដាប់ទៅវាគ្រូតគ្រាតែប៉ុណ្្នឹងឯងប៉ុន្តែប្រជាពលរដ្ឋអាមេរិកស្ទើរតែ100%យល់ស្របគ្នាថារបបដឹកនាំរបស់អ៊ីរ៉ង់នេះសំតែរលាយទេសំតែរលាយបើយើងធ្វើការស្ទង់មតិគឺមនុស្សស្ទើរតែទាំងអស់ដែលជាជនជាតិអាមេរិកនឹងយល់ស្របថារបបអ៊ីរ៉ង់នេះបើអត់មានល្អជាងមាននឹងជាទូទៅគំនិតជាទូទៅប៉ុន្តែរបៀបនៅក្នុងការកំតិចឬក៏ចូលទៅក្នុងដែនអធិបតេយ្យរបស់អ៊ីរ៉ង់គឺជាការប៉ះពាល់ដល់ច្បាប់អន្តរជាតិប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេសអាមេរិកហើយក៏រងការជំទាស់របស់គណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងយ៉ាងសម្បើមដែរហើយគឺគេមានសិទ្ធិជំទាស់អញ្ចឹងមែនហើយព្រោះអីគណៈបកប្រឆាំង
បើឃើញគណៈបកកណ្ដាលអំណាចរបស់លោកត្រាំធ្វើដូច្នេះហើយមិនតវ៉ាអីសោះបានន័យថាចូលសងគណៈបកសាធារណរដ្ឋអញ្ចឹងប្រជាពលរដ្ឋគិតថាដូចដដែលហ្នឹងអញ្ចឹងមានអីប្លែកបោះឆ្នោតឲ្យគណៈបកប្រឆាំងទៅអីអាណត្តិក្រោយក៏ប៉ុន្តែគណៈបកប្រឆាំងក៏គេមានអំណះអំណាងរបស់គេសមស្របដែរគេថាគេមិនគ្រប់គ្រងរបៀបដឹកនាំផ្ដាច់ការទេប៉ុន្តែក៏គេមិនគ្រប់គ្រងការដែលទៅចូលរំលោភដែនអធិបតេយ្យរបស់រដ្ឋដទៃដែរព្រោះវាធ្វើឲ្យអាមេរិកមើលទៅដូចជាបងធំបូលីគេឲ្យប្រព្រឹត្តខុសច្បាប់ខុសទម្លាប់អញ្ចឹងវាធ្វើឲ្យខូចឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិជាន័យច្បាប់ជាន័យទម្លាប់អាមេរិកខូចឈ្មោះប៉ុន្តែជាន័យបងធំជាន័យដែលអ្នកដែលមានអំណាចអាចបង្ក្រាបអ្នកណាម្នាក់ដែលផ្ដាច់ការហើយកុំក្អកគឺអាមេរិកខ្លាំងដែរនិយាយទៅខ្លាំងផ្នែកសពាវុធយោធាបែបអំពើហិង្សានិងការបង្ខំគឺអាមេរិកធ្វើបានមកដល់ម៉ោងនេះលោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងសង្គ្រាមបានប្រកាសជាអោលរឹកថាវាយគ្នាជាមួយអ៊ីរ៉ង់កុំនិយាយអំពី fair play បងប្អូនដឹង fair play យ៉ាងម៉េចទេ fair play ហ្នឹងគឺការលេងទៅតាមក្បួនតាមខ្នាតបានន័យថាវាយអត់ដោះកញ្ញបោចសក់ទេអត់ខំតិចដោយលោក Mike Tyson ទេហើយគឺយើងគឺថាអត់មានមកដាក់ខ្នាយដាក់ស្អីដែកអីមុតឬក៏បាញ់pepper spray ដែលថាអីអាថ្នាំបាញ់ឲ្យកាហាយភ្នែកអីហ្នឹងអត់ទេយើងត្រូវលេងពពាក fair play បានន័យថាបើបាល់វិញកុំច្រានកុំរុញកុំទាញគេកុំប៉ែងជើងគេកុំធ្វើអីប្រេះប្រាគឺយើងលេងតាមបច្ចេកទេសសុទ្ធសាធតែលោក Pete Hegseth សិតដែលជារដ្ឋមន្ត្រីក្រសួងសង្គ្រាមនោះគាត់ថាអត់មាន fair play ទេអត់មានលេងតាមគោលការណ៍ជាមួយអ៊ីរ៉ង់បានទេព្រោះអ៊ីរ៉ង់ខូចយូរហើយអញ្ចឹងគោលការណ៍របស់អាមេរិកចាត់ការអ៊ីរ៉ង់នេះគឺអ្នកណាថាអីថាទៅគឺបើមិនចាត់ការបែបហ្នឹងអ៊ីរ៉ង់នឹងមិនរលាយទេមេដឹកនាំផ្ដាច់ការនេះនឹងនៅឡើងចាងមួយជីវិតតកូនតចៅទៅទៀតដូច្នេះក្នុងន័យនេះគឺជាការកាច់ធ្មង់មេដឹកនាំផ្ដាច់ការអ៊ីរ៉ង់និងមេដឹកនាំផ្ដាច់ការនៅទីផ្សេងទៀតនៅលើពិភពលោកដូចឃើញអឺអឺលោកប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡាចាប់កបួចយកមកកាត់ទោសនៅញូវយ៉កគឺមិនដឹងដោយទាំងភរិយាគាត់ផងអីចឹងទៅលោកម៉ាឌូរ៉ូនោះមិនឃើញទេណាអញ្ចឹងអាមេរិកចង់បង្ហាញថាផ្លូវកាត់ក៏ទៅបានដែរសំខាន់តើម៉ោងនេះបងប្អូនសាកគិតទៅមើលមានប្រទេសប៉ុន្មានថ្កោលទោសសកម្មភាពរបស់អាមេរិកមានប្រទេសប្រមាណយើងអត់មានផងសំបីតែកម្ពុជាយើងដែលថៃឆ្លៀនពៀនយើងនេះមិនទាំងហ៊ានថ្កោលទោសអាមេរិកផងហ្នឹងឲ្យប្រទេសហ្នឹងសម្របសម្រួលគ្នាទៅរកវិធីកដាលទៅចរចាគ្នាអីទៅឃើញទេសំបីតែដឹងថាអាមេរិកប្រព្រឹត្តខុសច្បាប់ខុសទម្លាប់មិនហ៊ានថាព្រោះអីត្រូវការពឹងអាមេរិកតាមពិតគួរតែមានភាពក្លាហាននិយាយទៅថាមិនគ្រប់គ្រងអំពើឆ្លៀនពៀនរដ្ឋដែនអធិបតេយ្យរបស់ប្រទេសដទៃក៏ប៉ុន្តែក៏លើកទឹកចិត្តឲ្យប្រទេសហ្នឹងដឹកនាំប្រទេសកុំឲ្យតាមរបៀបផ្ដាច់ការពេកកុំឲ្យសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាលនិយាយទៅគឺនៅអ៊ីរ៉ង់នេះគឺនរកអវជ័យធ្វើបាបធ្វើទុកបុកម្នេញគេណាស់ចឹងបានពិភពលោកអត់មាននរណាម្នាក់មានសមានចិត្តជាមួយនឹងអ៊ីរ៉ង់ខ្លាំងទេគេបន់ឲ្យតែខ្ទេចដែរទេដើម្បីកសាងឲ្យប្រទេសនេះគ្មានបរមាណូកុំគម្រាមកំហែងដល់ប្រទេសមជ្ឈិមបូព៌ាអញ្ចឹងទៅអញ្ចឹងសរុបសេចក្តីមកវិញគឺជាអិរិយាបថរបស់ប្រទេសនោះឃើញទេបើសិនជាប្រទេសដែលមានសុខសន្តិភាពមែនតែនមានការគោរពសិទ្ធិមនុស្សមានស្អីសុខដុមរមនាជាមួយគ្នាមិនធ្វើទុកបុកម្នេញប្រជាពលរដ្ឋមិនធ្វើទុកបុកម្នេញបកប្រឆាំងមិនចាប់គេដាក់គុកតាមអំពើចិត្តមិនសម្លាប់គេតាមអំពើចិត្តមិនកាត់ក្តីទាំងអយុត្តិធម៌ប្រទេសនោះគ្មាននរណាទៅហ៊ានគ្រប់គ្រងអីបានទេវាច្បាស់ជាពិភពលោកគេថ្កោលទោសជាពិសេសអង្គការសហប្រជាជាតិហ្នឹងគឺមានហេតុផលគ្រប់គ្រាន់តពេលតាក់តងអ៊ីរ៉ង់វាអត់មានអ្នកណានិយាយទៅមានទឹកមាត់ប្រៃសោះព្រោះខ្លួនអ៊ីរ៉ង់ហ្នឹងវាក៏ក្រិចពេកវារកឲ្យគេអាណិតអត់បានណាខ្លាចជាជនរងគ្រោះអត់បានគាត់ជាជនរងគ្រោះនៃអំពើឈ្លានពានដោយខុសច្បាប់នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមែនហើយក៏ប៉ុន្តែគាត់មិនមែនជាជនរងគ្រោះនៃអ្វីដែលគាត់បានប្រព្រឹត្តទៅប្រជាពលរដ្ឋអ៊ីរ៉ង់រាប់សិបឆ្នាំមកហើយសម្លាប់មនុស្សរាប់ម៉ឺននាក់គ្រាន់តែបាតកម្មពីអាទិត្យសម្លាប់គេអស់ជាង30000នាក់បងប្អូនសាកគិតមើលមនុស្សមើលដូចសត្វធាតុចឹង30000នាក់ក្នុងរយៈពេល2សប្តាហ៍មេដឹកនាំនឹងក្រុមទាហានអ៊ីរ៉ង់អាចសម្លាប់មនុស្សបានហើយអត់មាននរណាកាត់ទោសផ្ដន់ទោសគាត់បានគេមកតវ៉ាដើម្បីឲ្យដូររបបដោយសារតែយើងធ្វើឲ្យរបបនឹងជិះជាន់គេឲ្យដល់ពេលគេតវ៉ាសម្លាប់គេបំបិតមាត់ចោលទាំងអស់ហើយយើងគិតថាអូមេដឹកនាំបែបហ្នឹងយើងអត់អាចទៅចាត់ការគាត់បានទេវាខុសច្បាប់អន្តរជាតិវាខុសធម្មនុញ្ញអាស៊ានវាខុសគោលការណ៍ត្រូវហើយវាខុសក៏ប៉ុន្តែ
យើងមើលថាតើពេលដែលអ៊ីរ៉ង់មានការដឹកនាំដែលមិនមានភាពផ្ដាច់ការតើប្រទេសនេះនឹងរីកចម្រើនប៉ុណ្ណាប្រជាពលរដ្ឋនឹងបានសេរីភាពប៉ុណ្ណាពិភពលោកនឹងមានសុវត្ថិភាពប៉ុណ្ណាតាមពិតវាស្របទៅនឹងអ្វីដែលលោកត្រាំចង់ធ្វើដែរក៏ប៉ុន្តែងាកមកវិញហេតុអីបានជាលោកត្រាំវាយអ៊ីរ៉ង់នៅពេលនេះហេតុអីពេលនេះហេតុអីមិនរើសពេលផ្សេងអ៊ីរ៉ង់នេះណាមករយៈពេលចុងក្រោយនេះបើយើងមើលគឺដឹងខ្លួនមុនថាច្បាស់ជានិយាយយ៉ាងម៉េចក៏មិនរួចខ្លួនដែរខ្លួនខំអោនលំទោនគ្រប់បែបយ៉ាងអាមេរិកហៅមកចរចា2ដងធំសួរថាមេដឹកនាំផ្ដាច់ការដោយអ៊ីរ៉ង់ចង់ចរចាអត់ទេអត់ចង់ទេក៏ប៉ុន្តែអត់មានជំរឹះបើមិនចរចាក៏អាមេរិកវាយចរចាក៏អាមេរិកវាយដែរគ្រាន់តែថា when នៅពេលណាមិនមែន if ទេតើអាមេរិកនឹងវាយឬអត់មានសំណួរហ្នឹងឯងសំណួរវាយអង្កលមិនមែនប្រសិនបើតើអាមេរិកអាចនឹងវាយដែរឬអត់មានសួរសំណួរអញ្ចឹងទេគឺតាំងអង្កលរហូតតែពេលហេតុអីបានអាមេរិកយកពេលហ្នឹងបងប្អូនរឿងស្អីក៏ដោយក៏វាពាក់ព័ន្ធនឹងរឿងសឡកពឹសតែផ្ដើមធំបំផុតគឺរឿងនយោបាយច្រើនយ៉ាងនយោបាយក្រាញអំណាចរបស់លោកត្រាំដើម្បីបន្តកាន់អំណាចឲ្យមានតទៅទៀតសម្រាប់កុំឲ្យគេបោះទម្លាក់នៅក្នុងពាក់កណ្ដាល midterm គេហៅថាបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះគឺថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2026នេះនៅសល់តែប្រហែលខែទៀតទេមើលឥឡូវខែ3ហើយខែ11 8ខែទៀតទេ7ខែជាងទៀតតែប៉ុណ្ណោះឯងនឹងត្រូវមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិហើយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះគឺវាអាចជះលទ្ធផលដល់ការទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យចប់អាណត្តិពាក់កណ្ដាលនឹងតែម្ដងមិនអាចចប់ដល់4ឆ្នាំទេព្រោះបើលទ្ធផលឆ្នោតនឹងវាទាបពេកគឺវាអាចប៉ះពាល់ហើយបងប្អូនដឹងហើយការធ្វើការស្ទង់មតិក្នុងរយៈពេលប្រមាណសប្តាហ៍មុននឹងមានសង្គ្រាមជាមួយអ៊ីរ៉ង់នេះណាគឺពិន្ទុរបស់លោកត្រាំប្រជាប្រិយរបស់គាត់ចុះខ្លាំងមែនតើគឺក្រោមមធ្យមភាគជ្រៅដូច្នេះរឿងនេះលោកត្រាំខ្លួនឯងក៏លោកដឹងថាបើមិនធ្វើអីមួយគឺនឹងចាញ់អា midterm ហ្នឹងហើយចាញ់អាការបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងចាញ់ហ្នឹងដោយសារអីទី1ប្រជាប្រិយហ្នឹងចុះដោយសារតែរឿង ICE ប៉ូលីសអន្តោប្រវេសន៍ចុះទៅបង្ក្រាបប្រជាពលរដ្ឋអន្តោប្រវេសន៍ខ្លាំងពេកហើយការអនុវត្តគោលនយោបាយច្រើនអាណែកដែលប៉ះពាល់ដល់ឃើញទេបញ្ហា USAID បញ្ហា USAGM វិទ្យុអាស៊ីសេរី VOA ការដកលុយគឺថាច្បល់ពេញសហរដ្ឋអាមេរិកកាត់បន្ថយនេះកាត់បន្ថយនោះមន្ទីរពេទ្យសេវាសុខាភិបាលម្ហូបអាហារចំណីអាហារសម្រាប់មនុស្សចាស់អត្ថប្រយោជន៍អីគឺដាច់ច្រើនបាត់ច្រើនដល់អញ្ចឹងទៅវាធ្វើឲ្យអាប្រជាប្រិយរបស់គាត់នឹងចុះហើយគាត់ខំប្រឹងស្ដារយ៉ាងម៉េចក៏ស្ដារមិនឡើងដែរអញ្ចឹងហើយនៅពេលដែលអ៊ីរ៉ង់ចរចា2ដងអត់បានសម្រេចស្រាប់តែចេញផ្ទុះរឿងវាយអ៊ីរ៉ង់ប្រាវតែម្ដងលេសមួយគឺអាវុធបរមាណូដែលអ៊ីរ៉ង់អត់ព្រមសន្យាថាឈប់ផលិតឬក៏ធ្វើឲ្យរីកចម្រើនជាងមុនប៉ុន្តែអ៊ីរ៉ង់ដែលអត់អាវុធបរមាណូពីអង្កលមានមកអាយុមកអញ្ចឹងហេតុអីបានជាពេលនេះមានរឿងមួយទៀតដែលបងប្អូនគួរដឹងនៅសហរដ្ឋអាមេរិកនេះមករយៈពេលចុងក្រោយនេះគឺនៅពេលដែលក្រសួងយុតិធធចាប់ផ្ដើមបញ្ចេញឯកសារសំណុំរឿងរាប់លានទំព័រតាក់ទងនឹងសំណុំរឿង Epstein ហ្នឹងគឺជាបរិះល្បីម្នាក់ដែលជាអ្នកចាប់រំលោភក្មេងក្រោមអាយុហើយបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារហើយក៏បានប្រហែលជាមួយឆ្នាំបន្តិចបន្តួចហ្នឹងគាត់ក៏បានចងកសម្រាប់ខ្លួននៅក្នុងពន្ធនាគារទៅពេលប្រហែលជាអាម៉ាស់ពេកឬក៏យ៉ាងម៉េចរឿងអាស្រូវរបស់គាត់ហ្នឹងវាអាចប៉ះពាល់មេដឹកនាំជាច្រើនដោយសារតែគាត់ស្លាប់ហើយសំណុំរឿងគាត់ស្មុគស្មាញហើយមានមេដឹកនាំឬក៏បុគ្គលល្បីល្បាញជាច្រើនបានចូលពាក់ព័ន្ធជាមួយនឹងលោក Epstein ហ្នឹងបានជាគេទាមទារឲ្យបញ្ចេញឯកសារនឹងជាផ្លូវការព្រោះមានឈ្មោះលោកត្រាំមានឈ្មោះអ្នកល្បីជាច្រើននៅក្នុងនោះគេចង់ដឹងថាតើលោកត្រាំពិតជាមានប្រព្រឹត្តបទល្មើសផ្ដេសផ្ដាស់តាក់ទងនឹងក្មេងស្រីមិនគ្រប់អាយុការជួញដូរមនុស្សកុមារីអីពីស្អីតាក់ទងក្នុងសំណុំរឿង Epstein ហ្នឹងអញ្ចឹងទៅឯកសារហ្នឹងចេះតែចេញច្រើនទៅហើយមានឈ្មោះលោកត្រាំពាក់ព័ន្ធហ្នឹងក៏ច្រើនបើតែថាគេមានលុបមានអីច្រើនអញ្ចឹងដូច្នេះរឿងនេះវាជាគឺរឿងរកម្មចិត្តដែលធ្វើឲ្យរដ្ឋបាលលោកត្រាំចង់មិនចង់ត្រូវតែរកវិធីអីមួយដើម្បីទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋកុំឲ្យចាប់អារម្មណ៍ទៅលើ Epstein ព្រោះវាប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកត្រាំកាន់តែច្រើនទៀតអារឿង ICE នឹងអត់ទាន់ចប់ផងអារឿងបញ្ហាប័ណ្ណបញ្ជារបស់រដ្ឋាភិបាលកាត់លុយកាត់អីប៉ះពាល់ដល់មនុស្សចាស់និងអ្វីផ្សេងទៀតក៏ច្រើនផងហើយអាសាំងនឹងក៏សំទោស
grocery រឿងអាហារចំណីអាហារអីហ្នឹងក៏នៅតែឡើងថ្លៃអត់ចុះសោះតាមការសន្យាដែលថាចុះដូច្នេះគាត់មានបញ្ហាច្រើននៅក្នុងនយោបាយនៅក្នុងសហរដ្ឋអាមេរិកម្យ៉ាងទៀតគឺសង្គ្រាមដែលគាត់ថាបានផ្សះផ្សាហ្នឹងគឺអត់បានជោគជ័យប្រមាណសង្គ្រាមខ្មែរនិងថៃមានបទឈប់បាញ់ប៉ុន្តែអត់បានជោគជ័យលើកទី1បរាជ័យម្ដងមានលើកទី2ថៃនៅតែឈ្លានពានដែនអធិបតេយ្យកម្ពុជារឿងហ្នឹងអត់ទាន់ចប់ដូច្នេះគាត់នៅល្អកកអាបនអឺ Nobel សន្តិភាពអីណាឆ្នាំ2025ក៏តែមិនបានដូច្នេះរឿងហ្នឹងវាកើនច្រើនទៅបានជាយើងអាចសន្និដ្ឋានថាការដែលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់វាជាឱកាសមួយព្រួញមួយបាញ់បានសត្វពីរព្រួញទី1គឺបាញ់ដោះស្រាយនយោបាយក្នុងស្រុកអាមេរិកឲ្យប្រជាពលរដ្ឋភ្លេចគិតភ្លេចចាប់អារម្មណ៍រឿង Epstein ភ្លេចចាប់អារម្មណ៍រឿង ICE ហើយនៅពេលដែលពេលជាមួយគ្នានេះលោកត្រាំបានបញ្ឈប់រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិគឺអ្នកស្រី Christine Noem ចេញពីការងារទៀតដើម្បីបន្ធូរខ្យល់អារម្មណ៍នៅប្រទេសនៅក្នុងស្រុកនេះគឺដោះស្រាយបញ្ហានេះមួយហើយវាយអ៊ីរ៉ង់ដោយខ្ចីដៃអ៊ីស្រាអែលមកវាយទៅដើម្បីឲ្យពិភពលោកមើលទៅឃើញថារឿងនេះកំពុងតែចាប់អារម្មណ៍នៅពេលដែលយើងចាប់អារម្មណ៍នៅអ៊ីរ៉ង់យើងឡើងចាប់អារម្មណ៍នយោបាយនៅស្រុកអាមេរិកអីហ្នឹងនយោបាយអីផ្សេងទៀតរឿងអ៊ុយក្រែននិងរុស្ស៊ីក៏ស្ងាត់បាត់ជើងរឿងថៃនិងខ្មែរក៏ស្ងាត់បាត់ជើងអត់មាននរណានិយាយអីកើតទាំងអស់គឺនិយាយតែពីអ៊ីរ៉ង់ហើយតាមទប់ចោះទប់ឡាយឥឡូវអ្វីទៅអ៊ីរ៉ង់នៅពេលដែលរឿងហ្នឹងកំពុងតែកើតកាន់តែក្តៅគឺស្រាប់តែពិភពលោកកំពុងតែធ្វើឲ្យគេគិតថាលោកត្រាំប្រព្រឹត្តកំហុសហើយធ្វើឲ្យច្បល់ពិភពលោកហ្នឹងធ្វើឲ្យសាំងក៏ឡើងថ្លៃធ្វើអីមានអញ្ញៃអសន្តិសុខអីលោកត្រាំចាប់ផ្ដើមរកវិធានការមួយដើម្បីលួងចិត្តពិភពលោកលួងចិត្តប្រជាពលរដ្ឋសហរដ្ឋអាមេរិកឲ្យដឹងថាទង្វើនេះណាគឺវាប៉ះពាល់តែមួយរយៈពេលខ្លីទេគាត់ចង់និយាយចឹងសាររបស់លោកត្រាំក៏បាននិយាយដែរថាបងប្អូនសហរដ្ឋអាមេរិកចង់ចាំថាផលប៉ះពាល់នៃតម្លៃប្រេងសាំងឡើងថ្លៃអីនេះវាជាផលខាតបង់របស់ប្រជាពលរដ្ឋអាមេរិកឬពិភពលោកក្នុងរយៈពេលខ្លីទេតែផលចំណេញដែលបានមកវិញគឺសន្តិសុខពិភពលោកហើយនឹងបញ្ហាស្ថិរភាពគ្រាន់បើជាមុនអានេះសុវត្ថិភាពគ្រាន់បើជាមួយអានេះអ្វីដែលគាត់ចង់និយាយឲ្យដើម្បីបញ្ជាក់ថាគាត់និយាយអត់ខុសគឺចាប់ផ្ដើមថាបើថារឿងប្រេងឡើងថ្លៃឥឡូវគាត់ស្រែកតែមួយវ៉ាស់ប្រេងចុះដល់ទៅ$30ពី120 $190នៅក្នុងមួយបារ៉ែលហើយគាត់ចុះនឹងភ្លាមគឺស្ថានភាពទីផ្សារមានការប្រែប្រួលភ្លាមប្រែពណ៌ទៅជាវិជ្ជមានអីច្រើននេះគឺជាល្បិចនយោបាយបែបឆ្លាតវៃប្រឡប់ស្ថានភាពនៅក្នុងស្រុកផងហើយនឹងឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលើអ៊ីរ៉ង់ប៉ុន្តែបើយើងសួរថាតើវាអាក្រក់ខ្លាំងណាស់ឬនៅក្នុងការដែលវាយអ៊ីរ៉ង់សំណួរសួរដដែលហ្នឹងខ្ញុំជឿថាគ្មានប្រទេសណាហ៊ានវាយអ៊ីរ៉ង់ទេបើគ្មានអាមេរិកចូលរួមគឺទៅមិនរួចទេការដែលវាយអ៊ីរ៉ង់នេះដូចខ្ញុំថាព្រួយមួយបាញ់បានសัตว์ពីរដោះស្រាយនយោបាយក្នុងស្រុកឲ្យបានស្បើយទី2ចង់បង្ហាញពិភពលោកឲ្យបានឃើញកាន់តែច្បាស់ថាមានតែអាមេរិកតែមួយគត់គឺជាបងធំរបស់ពិភពលោកនៅពេលនេះអត់មាននរណាខ្លាំងជាងអាមេរិកអត់មាននរណាក្អកបានទេដរាបណាលោកត្រាំនៅជាប្រធានាធិបតីចង់និយាយចឹងណាអញ្ចឹងបានន័យថាម៉េចបានន័យថាការបោះឆ្នោតចាប់ផ្ដើមប្រែពណ៌វិញហើយ midterm ហ្នឹងចង់មិនចង់លោកត្រាំអាចរំពឹងថាប្រជាពលរដ្ឋអាចនឹងគេហៅ forgive បានន័យថាអនុគ្រោះយោគយល់ទៅគាត់ធ្វើខុសអីច្រើននៅក្នុងស្រុកម៉ាកណូប៉ុន្តែរឿងនេះគឺរឿងតាក់ទងនឹងពិភពលោកយ៉ាងហោចណាស់ក៏របបអ៊ីរ៉ង់មួយអាចនឹងតិចទីដែរអាចនឹងមានការបោះឆ្នោតជ្រើសរើសមេដឹកនាំអញ្ចឹងអ្វីដែលលោកត្រាំត្រូវធ្វើដែលជារឿងសំខាន់បំផុតដើម្បីស្អំចិត្តប្រជាពលរដ្ឋទាំងនៅស្រុកអាមេរិកនិងនៅលើពិភពលោកឲ្យជឿថាសង្គ្រាមនេះគឺមានការចាត់ចែងរៀបចំផែនការច្បាស់លាស់គឺការដែលរើសមនុស្សមកឲ្យគ្រប់គ្រងអ៊ីរ៉ង់បានហើយមានប្រជាធិបតេយ្យមិនមានការឆ្លោះគ្នាប្រដាប់អាវុធអីតទៅទៀតតែរឿងនេះគឺមិនមែនជារឿងងាយស្រួលប្រហែលទេបងប្អូនដូចខ្ញុំនិយាយចឹងព្រោះអ៊ីរ៉ង់អត់មានមនុស្សដែលជាមនុស្សបពប្រឆាំងនៅរស់ទៀតទេគេសម្លាប់អស់ហើយបើនៅក៏នៅទៅក្នុងជួរបករបស់លោកអឺណែអាលីហាមីនេនឹងឯងតើមនុស្សប្រមាណអ្នកដែលមានភាពក្លាហានក្នុងការចេញមកតតាំងដូច្នេះអាមេរិកខ្លួនឯងហ្នឹងគឺត្រូវបង្កើតឲ្យមានព្រឹត្តិការណ៍ឬក៏យ៉ាងហោចណាស់ក៏ធ្វើយ៉ាងម៉េចឲ្យមានតួអង្គថ្មីហ្នឹងបានន័យថាម៉េចតួអង្គជនជាតិអ៊ីរ៉ង់ខ្លួនឯងហ្នឹងចាប់ផ្ដើមលេចធ្លោណាតវ៉ាអីអញ្ចឹងទៅហើយមានការការពារដោយប្រការណាមួយអញ្ចឹងទៅដើម្បីលើកតួអង្គហ្នឹងមកឲ្យคล้ายទៅជាអ្នកតំណាងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់អីអញ្ចឹងតើការធ្វើបែបនេះបានយូរប៉ុណ្ណាយើងតាមដានតទៅទៀតបងប្អូនតែអ្វីមកដល់ពេលនេះស្ថានភាពរៀងប្រសើរបន្តិចហើយដោយសារតែប្រេងសាំងធ្លាក់ចុះ
បានន័យថាប្រេងចាប់ផ្ដើមមានផលិតអ្នកដែលធ្វើអត្តឃាតខ្លួនឯងគឺប្រទេសអ៊ីរ៉ង់ដែរនិយាយទៅបើផ្ដល់ភាពយុត្តិធម៌ឲ្យអ៊ីរ៉ង់បន្តិចដែរកុំថាមេដឹកនាំគេខូចហើយយើងគិតតែលេងតែក្បួនខូចគ្មាន fair play គ្មានអីអាហ្នឹងក៏វាមិនជាយុត្តិធម៌ដែរណាបើយើងមើលឲ្យមែនតែនគឺអត់យុត្តិធម៌សម្រាប់ប្រទេសអ៊ីរ៉ង់ដែលធំបំផុតកន្លែងមួយគឺកន្លែងដែលទៅវាយប្រហារទីតាំងសំណង់ស៊ីវិលជាពិសេសរោងចក្រផលិតប្រេងកាតដែលជាសំណង់ស៊ីវិលរបស់អ៊ីរ៉ង់ក្នុងន័យនេះបើយើងមើលពីរបៀបនៃក្បួនធ្វើសឹកសង្គ្រាមនិងប្រយុទ្ធគឺយើងរៀងលើសបន្តិចដែរលើសហ្នឹងគឺបានន័យថាយើងដូចថាទៅវាយកន្លែងសំណង់ស៊ីវិលនឹងវាអាក្រក់ប៉ុន្តែអាសំណង់ស៊ីវិលហ្នឹងគឺជាប្រភពសរសៃជីបចររបស់អ៊ីរ៉ង់គឺការផលិតប្រេងអ៊ីរ៉ង់អត់អាចរស់បានទេបើសិនជាអត់មានប្រេងឥឡូវអាមេរិកនិងអ៊ីស្រាអែលដកជីបចរដកប្រេងដកដួងកែវនឹងចេញពីអ៊ីរ៉ង់មកដែលយើងមើលទៅវារៀងឆ្កងវារៀងលើសប៉ុន្តែវាជាយុទ្ធសាស្ត្រគឺបើបំផ្លាញអានឹងអស់ទៀតអ៊ីរ៉ង់ដល់ដំណាក់កាលលើកទង់ជ័យសហើយវាអាចមានក្រុមអត្តឃាតក្រុមតតាំងអីវាមិនចេះខ្វះទេព្រោះគេកាន់អំណាច30-40ឆ្នាំហើយលុយដែលមានកវល់លានវល់កោតដុល្លារហ្នឹងគឺនៅតែជួលមនុស្សឲ្យធ្វើអាបញ្ហាសង្គ្រាមឆ្លប់រពេះរប៉ោះដើម្បីបង្កបញ្ហាកុំឲ្យគេថាមិនបានស៊ីឲ្យឆ្លៀខ្ទេចហ្នឹងគឺក្រុមនេះនឹងនៅធ្វើឲ្យវល់ស្ថានភាពប៉ុន្តែអាភាពរពេះរប៉ោះនោះក៏នៅនឹងរងការបង្ក្រាបអញ្ចឹងយើងនឹងមើលតទៅមុខទៀតអ្វីដែលប្រព្រឹត្តទៅរលូនបើទោះបីជាសង្គ្រាមនេះវាចប់សពគ្រប់ដោយលោកត្រាំថាការដែលចូលទៅគ្រប់គ្រងដែនអធិបតេយ្យរបស់អ៊ីរ៉ង់ដោយប្រជាជនអ៊ីរ៉ង់ដែលលើកបន្ទប់ដោយអាមេរិកវានឹងជួបផ្លូវរលាក់មិនដឹងយូរពេលណាប៉ុន្តែខ្ញុំថាពីនឹងទៅដល់ខែ11ដែលជាថ្ងៃបោះឆ្នោត midterm ពាក់កណ្ដាលអាណត្តិរបស់អាមេរិកគឺជាពេលវេលាមួយដែលយើងអាចស្មានថារដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ថ្មីដែលមានប្រជាពលរដ្ឋអ៊ីរ៉ង់លើកឡើងមកនឹងគឺអាចមាននៅក្នុងអំឡុងពេលហ្នឹងចំពោះខ្ញុំគិតថាសមត្ថកម្មនិងការសន្និដ្ឋានរបស់ខ្ញុំគឺផ្ដោតទៅលើនយោបាយអាមេរិកដែរដូច្នេះលោកត្រាំបើចង់អូសទូកុំឲ្យល្អានចាប់ត្រីបានកុំឲ្យឡកទឹកគឺទាល់តែរៀបចំធ្វើយ៉ាងម៉េចឲ្យការរៀបចំឲ្យមានរដ្ឋាភិបាលថ្មីមានអ្នកដែលស្នងតំណែងដួលរំលំមេដឹកនាំផ្ដាច់ការហ្នឹងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់អាចបោះឆ្នោតបោះឲ្យបានហ្នឹងគឺនៅក្នុងអំឡុងពេល8ខែទៅមុខទៀតហ្នឹងបើសិនជាធ្វើបានប៉ុន្តែសួរថាតើ8ខែហ្នឹងសង្គ្រាមអ៊ីរ៉ង់ហ្នឹងវាពុះកញ្ជ្រោលឡើងវិញឬក៏យ៉ាងម៉េចវាអត់មានទេវាស្ងប់ទៅអស់ហើយព្រោះអ៊ីរ៉ង់ទុនដៃទុនជើងអស់គ្រាន់តែថាវានៅរំជើបរំជួលផ្ទៃក្នុងតែក្នុងការរើសមនុស្សថ្មីហ្នឹងហើយនៅពេលហ្នឹងគឺអាមេរិកចាប់ផ្ដើមគ្រប់គ្រងស្ថានភាពហ្នឹងគឺអាចនឹងគម្រាមកំហែងអាចអីហ្នឹងតទៅទៀតបានប៉ុន្តែឲ្យចប់ព្រឹបហ្មងគឺវាគ្មានទេហើយរឿងប្រេងកាតខ្ញុំជឿថាប្រទេសសេ7ហ្នឹងគឺនឹងបញ្ចេញអាប្រេងបំរុងហើយបើសិនជាក្នុងករណីដែលអាមេរិកដោយអ្វីដែលលោកត្រាំថានឹងគ្រប់គ្រងអាជ្រោយឈូងសមុទ្រដែលដឹកប្រេងចេញនឹងបានមកហើយអ៊ីរ៉ង់មិនអាចក្អកបានទៀតទេគឺអ៊ីរ៉ង់ចប់ដោយបរិបូរណ៍មែនហើយគឺលែងមានអីទាំងអស់រោងចក្រចម្រាញ់ប្រេងក៏ខ្ទេចដឹកប្រេងក៏គេប្រេងផ្សេងទៀតដឹកបានគេអត់ត្រូវការប្រេងដឹកពីអ៊ីរ៉ង់អញ្ចឹងគាត់ទៅលក់នៅឯណាអញ្ចឹងវាដាច់សរសៃឈាមដាច់អីទាំងអស់គឺទៅឯងអានេះហើយដែលអាមេរិកហ៊ានផ្កើនជាមួយនឹងអង់គ្លេសថាមិនបាច់បញ្ជូនទ័ពបញ្ជូននាវាចម្បាំងអីទៀតទេបានហើយចប់ហើយព្រោះអីវាចប់សពគ្រប់អីអញ្ចឹងទៅបាទនេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំទេបងប្អូនខ្ញុំមើលទៅតាមលទ្ធភាពជាក់ស្ដែងអ្វីដែលកើតឡើងហើយខ្ញុំជឿថាអ្វីវានឹងប្រសើរបានទៅមុខជាពិសេសតកតងនឹងតម្លៃប្រេងសាំងប្រេងអីនេះហើយជឿថានៅប្រទេសកម្ពុជាតម្លៃប្រេងសាំងហ្នឹងអាចនឹងចុះថយវិញអីបានខ្លះខ្ញុំជឿថាតម្លៃប្រេងសាំងនៅពេលដែលឡើងខ្លាំងណាគ្មាននរណាអាចទៅគ្រប់គ្រងវាបានទេយើងប្រទេសដែលអ្នកមានដូចនៅអាមេរិកក៏ភាគច្រើនរដ្ឋមានការជួយច្រើនដែរប៉ុន្តែដល់ដំណាក់កាលមួយគឺរដ្ឋក៏អាចមើលឃើញអំពីគេហៅភាពមានបានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថាប្រហែលជាមិនអីទេអញ្ចឹងប្រជាពលរដ្ឋបើគ្រាន់តែថា4លីត្រឡើង$1អញ្ចឹងមករយៈពេលហ្នឹងគាត់អាចចំណាយអញ្ចឹងរដ្ឋអត់មានចេញទុនអីដើម្បីបន្ធូរបន្ថយការឡើងថ្លៃសាំងឯអាហ្នឹងនៅអាមេរិកបើយើងមើលឃើញបែបហ្នឹងហើយបងប្អូនចេះតែសួរទៀតថាអញ្ចឹងហេតុអីបានប្រជាពលរដ្ឋនៅអាមេរិកអត់ក្រោកតវ៉ាបះបោរប្រឆាំងរដ្ឋាភិបាលអាមេរិកដែលមិនជួយឲ្យសាំងហ្នឹងធ្លាក់ថ្លៃអីអញ្ចឹងទៅវាអត់ទាន់មានទេព្រោះអីវាឡើងស្បឺតល្មមដែរមិនខ្លាំងពេកទេព្រោះដោយសារដូចខ្ញុំនិយាយអញ្ចឹងបើទោះបីជាឡើង25 ទៅ 30%ក៏ប្រាក់ចំណូលនិងការរកទទួលទានរបស់ប្រជាពលរដ្ឋអាមេរិកហ្នឹងវានៅខ្ពស់ដែលរកការតវ៉ានឹងមិនទាន់ឃើញទេ
ផ្ទុយទៅវិញបើនៅប្រទេសកម្ពុជាវិញបើបណ្តែតបណ្ដោយឲ្យសាំងនេះឡើងថ្លៃហើយយើងគិតថាប្រទេសគេក៏ឡើងចឹងដែរអ្នកដែលរងផលវិបាកដោយសារតែសាំងឡើងថ្លៃនេះគឺនឹងមានទូទាំងប្រទេសហើយខ្លាំងទៅទៀតដោយសារអីប្រជាពលរដ្ឋមានប្រាក់បៀវត្សតិចតួចណាស់ប្រាក់ចំណូលតិចតួចពេកដូច្នេះការឡើងតែបន្តិចប៉ុណ្ណាក៏ផលប៉ះពាល់មើលឥឡូវរោងចក្រកាត់ដេរគ្នាប្រាក់ខែត្រឹមតែ$204ហ្នឹងនៅក្នុងមួយខែប្រាក់ខែមួយខែស្មើនឹងអាហារពេលព្រឹករបស់អ្នកនៅអាមេរិកនេះ4-5នាក់ដែលអង្គុយជុំគ្នាញ៉ាំមួយព្រឹកហ្នឹងអស់ប្រហែលជា$200ជាងហ្នឹងបាត់ទៅហើយដូច្នេះយើងមើលគឺប្រាក់ខែមួយខែស្មើនឹងអាហារពេលព្រឹកមនុស្ស4-5នាក់ជុំគ្នាក្នុងមួយពេលតើពេលដែលមានបញ្ហាសូម្បីតែឡើងប៉ុណ្ណាក៏វាប៉ះពាល់ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសកម្ពុជានឹងដែរពួកអីប្រជាពលរដ្ឋយើងក្រីក្រខ្លាំងណាស់អានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋច្បាស់ជាដាក់បន្ទុករដ្ឋាភិបាលថាហេតុអីមិនបញ្ចេញកញ្ចប់ថវិកាដើម្បីបន្ធូរបន្ថយតម្លៃប្រេងកញ្ចប់ថវិកាបានន័យថាទុនបំរុងដើម្បីទប់ទីផ្សារបើឥឡូវប្រេងឡើងដល់$5,000សំទោស$5,000 5,000រៀលចុះនៅក្នុង1លីត្រថា5,000ប្រមាណខ្ញុំចិត្តតែស្មានទេព្រោះខ្ញុំអត់នៅស្រុកខ្មែរប៉ុន្តែខ្ញុំឲ្យឧទាហរណ៍ថាបើសិនជាប្រេងពីមុន1លីត្រ$3,800រៀលស្រាប់តែឥឡូវឡើងដល់$5,000រៀលនៅក្នុង1លីត្រអញ្ចឹងបានន័យថាឡើង$1,200រៀលហេតុអីបានឡើងដោយសារតែទីផ្សារពិភពលោកគេឡើងអាមេរិកក៏ឡើងកូរ៉េក៏ឡើងជប៉ុនក៏ឡើងដែររដ្ឋាភិបាលគេនឹងនិយាយអញ្ចឹងហើយប៉ុន្តែឡើងនៅអាមេរិកនៅកូរ៉េប្រាក់ខែគេមកកណោក៏គេនៅតែមានរងផលប៉ះពាល់ខ្លះដែរគេមានការតវ៉ាប៉ុន្តែមិនតវ៉ាខ្លាំងព្រោះថាប្រាក់បៀវត្សគេក៏នៅតែច្រើនប៉ុន្តែនៅស្រុកខ្មែរគឺវាប៉ះពាល់ខ្លាំងអ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺការចេញសងចេញខាតឲ្យទៅឧទាហរណ៍ថាសុកចិត្តរក្សាតម្លៃនឹងសិនទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់សាំងនឹងឲ្យបានត្រឹមតម្លៃទាបនឹងទៅបើន័យថាបើ1200 5000សាំង1លីត្រគឺរដ្ឋត្រូវចេញខាត$1,200 $1,200រៀលអញ្ចឹងសាំងហ្នឹងគេអាចនឹងលក់$3,800រៀលដដែលអ្នកទិញច្បាស់ជាឆ្ងល់ថាចុះហេតុអីបានជាគេលក់សាំងអញ្ចឹងរដ្ឋអ្នកខាតអញ្ចឹងរដ្ឋសុកចិត្តទ្រការខាតដោយបញ្ចេញលុយហ្នឹងសងទៅការ៉ាស់សាំងហ្នឹងថាអ្នកឯងលក់សាំង$3,800បានហើយ$1,200នេះចាំយកពីរដ្ឋាភិបាលអញ្ចឹងបន្តលក់សាំងនឹងទៀតទៅហើយចាំទូទាត់លុយពីរដ្ឋាភិបាលអាចធ្វើមានរឿងពីរបែបទី1បញ្ចេញទុនបំរុងណាមួយដែលរដ្ឋាភិបាល subsidy គឺជួយផាត់ការខាតនឹងឲ្យការ៉ាស់សាំងឬក៏ឈប់យកពន្ធថ្លៃប្រេងសាំងប្រេងកាតនឹងមួយរយៈពេលហ្នឹងទៅឈប់យកតែម្ដងពួកអីពន្ធលើប្រេងសាំងនឹងឮសូរតែច្រើនណាអញ្ចឹងបើរដ្ឋកុំយកពន្ធហ្នឹងក៏បានន័យថាសាំងហ្នឹងក៏វាចុះថ្លៃដែរមិនអញ្ចឹងណាដូច្នេះយើងមានរឿងច្រើនណាស់បងប្អូនប៉ុន្តែសំណួរសួរទៅវិញថាតើរដ្ឋាភិបាលនឹងត្រូវការទូទាត់ខាតលុយនឹងដែរឬទេរដ្ឋាភិបាលកម្ពុជាពិបាកធ្វើរឿងនេះណាស់ទី1សេដ្ឋកិច្ចកំពុងតែដដាបដដួសនៅលើពិភពលោកកម្ពុជាក៏ដដាបដដួសដែរប៉ះពាល់រឿងសង្គ្រាមជាមួយថៃយើងបិទទំនិញបិទអីបញ្ហាទេសចរបញ្ហាអីសេដ្ឋកិច្ចចាប់ផ្ដើមធ្លាក់ចុះគ្រប់យ៉ាងភ្ញៀវក៏ធ្លាក់ចុះតើរដ្ឋបានលុយមកពីណារដ្ឋខ្វះលុយហើយលុយបើកប្រាក់ខែទាហានប៉ូលីសមន្ត្រីរាជការបានលុយមកពីណាយើងរក6យើងចាយ10ហើយយើងខ្វះខាតយើងជពាក់បំណុលគេ$10,000 លានជាងតើយើងមានលុយឯណាមកបំរុងខាតដូច្នេះរដ្ឋពឹងទៅលើការដែលបង់ពន្ធរបស់ប្រជាពលរដ្ឋនិងពឹងទៅលើការដែលមិនអាចដកលុយដែលកំពុងតែខ្វះហ្នឹងយកទៅជួយបានច្រើនទេដូច្នេះរឿងពីរបងប្អូនក៏គួរអាសូររដ្ឋាភិបាលកម្ពុជាដែរគ្នាកំពុងតែលងទឹកហ្នឹងគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមិនមែនរដ្ឋាភិបាលអាមេរិកទេណារដ្ឋាភិបាលអាមេរិកលុយចាពាក់គេច្រើនមែនក៏ប៉ុន្តែមានលទ្ធភាពនៅក្នុងការបូមប្រេងខ្លួនឯងបានហើយសេដ្ឋកិច្ចរបស់អាមេរិកនេះគឺវានៅដើរលុយចំណូលពន្ធរដ្ឋពន្ធអីហ្នឹងគឺវានៅសម្បូរច្រើនណាស់ដូច្នេះរដ្ឋនៅតែមានលទ្ធភាពទប់ទល់ដោះស្រាយបញ្ហានេះបានមិនចំពោះថាធំមហិមាប៉ុណ្ណាទេនឹងចំពោះរដ្ឋអ្នកមានតែរដ្ឋអីយើងអ្នកក្រអញ្ចឹងបើយើងទៅស្ដីបន្ទោសរដ្ឋាភិបាលកម្ពុជាគ្រប់យ៉ាងហើយថាមិនបានធ្វើរឿងនេះវាផ្ដល់ភាពអយុត្តិធម៌ដល់រដ្ឋាភិបាលកម្ពុជាដែរខ្ញុំរិះគន់ពិតជារិះគន់ណាស់ប៉ុន្តែចំណុចមួយគេហៅ logic ភាពសមហេតុសមផលគឺយើងហាក់បីដូចជាដាក់បន្ទុកឪពុកម្ដាយយើងពេកម្ណែឪពុកម្ដាយកំពុងតែមានទុកកូនអត់ព្រមជួយគ្នាទៅដាក់ម្នាក់មកកាក់ម៉ាសេនទៅថែមបន្តិចទៅយើងខាតប្រយោជន៍យើងបន្តិចទៅតែម៉ែឪគ្នាតែម្នាក់ឯងពីរនាក់ហ្នឹងគឺ
រាប់យើងកូនយើង7 10លានហ្នឹងវាពិបាកដែរមិនអញ្ចឹងណាបើយើងម្នាក់មួយងាត់មួយម៉ាត់មួយកទៅជួយរដ្ឋាភិបាលទៅមិនអីទេឡើងមួយរយៈហ្នឹងបង់ប៉ុណ្ណឹងសិនទៅហើយធ្វើម៉េចបើឲ្យខាងនោះចេញកញ្ចប់ថវិកាមកទៀតដែលខ្សត់ស្រាប់នោះតើបានអីជួយដូច្នេះយើងត្រូវជួយម៉ែឪយើងវិញនៅក្នុងន័យហ្នឹងខ្ញុំនិយាយថាពី logic ភាពសមហេតុសមផលក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងយើងសួរទៅវិញថាតើម៉ែឪយើងក៏ជឿធ្លុះអត់តើហេតុអីបានដល់តែពេលមានបញ្ហាហ្នឹងយើងអាចទប់ទល់បញ្ហាដោះស្រាយទប់ជួយបានដើម្បីទម្លាក់ថ្លៃប្រេងហ្នឹងមានលុយប្រមាណលានដុល្លារយើងមិនបាច់ឆ្ងល់ទេសូម្បីតែស្រូវពេលដែល1គីឡូធ្លាក់ថ្លៃនៅ600រដ្ឋាភិបាលនៅតែមិនអាចជួយស្រង់ស្រូវហ្នឹងឲ្យថ្លៃព្រឹបបានដោយសារអីខ្វះទុនដោយសារអីគឺយើងរក6ចាយ10យើងរកដែរបានគ្រប់ទេហើយដល់អត់បានរយគ្រប់គឺយើងនៅតែខ្វះខាតរហូតសេដ្ឋកិច្ចយើងឃើញតែដើរឃើញតែកើនចំណូលប្រជាពលរដ្ឋឃើញតែឡើងអីចឹងដែរប៉ុន្តែមានតែតួលេខទេជាការពិតជាក់ស្ដែងគឺយើងអត់មានចំណូលមានសេដ្ឋកិច្ចដែលមានសុខភាពល្អសម្រាប់ដោះស្រាយបញ្ហាមានវិបត្តិអញ្ចឹងទេហើយនៅពេលនេះរដ្ឋាភិបាលខំណាស់គឺខំទី1គឺពន្យល់លួងផងពន្យល់ផងអង្វរផងគម្រាមកំហែងដែរដូចជារឿងការ៉ាសាំងទៅគម្រាមកំហែងថាមិនអោយលក់លើសតម្លៃដែលកំណត់របស់ក្រសួងសេដ្ឋកិច្ចទីផ្សារសេរីយើងពិបាកទៅខាត់ខាងគេដែរព្រោះអីក្រុមហ៊ុនគេមានអត្រាចំណេញរបស់គេប៉ុន្តែរដ្ឋាភិបាលដោយខ្លាចការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋហើយកំពុងមានចំនួនព្រំដែនដែលប្រជាពលរដ្ឋមិនពេញចិត្តច្រើនរឿងផងអញ្ចឹងចេះតែស្អំចិត្តចឹងទៅជាគម្រាមខ្លះរដកអាញាបានខ្លះរអីខ្លះអីអញ្ចឹងទៅធ្វើឲ្យម្ចាស់ការ៉ាសាំងពេលខ្លះដូចជាពិបាកនៅក្នុងការដោះស្រាយដែរនិយាយរួមទៅគឺរឿងវាពាក់ព័ន្ធនឹងនយោបាយច្រើនដែរតែម្ដងទៀតបងប្អូនម៉ោងនេះវាត្រូវប៉ះពាល់គ្រប់កន្លែងហើយរដ្ឋាភិបាលយើងអត់មានទុនបំរុងច្រើនគឺលទ្ធផលអ្នកដែលត្រូវទទួលរងកម្មផលគឺប្រជាពលរដ្ឋហើយអត់បាច់ឆ្ងល់ទេគ្រាន់តែថាយើងរងកម្មផលខ្លាំងជាងគេដោយសារចំណូលប្រជាពលរដ្ឋយើងទាបពេកបើដូចនៅអាមេរិកដូចនៅម៉ាឡេដូចនៅសិង្ហបុរីដូចនៅកូរ៉េខាងត្បូងអីប្រាក់គេច្រើនដូច្នេះផលប៉ះពាល់វាមានក៏ប៉ុន្តែមិនធ្ងន់ខ្លាំងដូចថាយើងអ្នកក្រ$1គឺដូច$1000អញ្ចឹងប៉ុន្តែសម្រាប់អ្នកមាន$1គឺ$1ហ្នឹងគឺវាដូចគ្មានន័យអីចឹងណាអាហ្នឹងយើងបើប្រៀបធៀបទៅគឺវាអញ្ចឹងឯងបងប្អូនតែយើងទ្រាំទទួលស្គាល់ការពិតនឹងបញ្ហាហ្នឹងទៅហើយក៏ដឹងដែរថារដ្ឋាភិបាលយើងយ៉ាងម៉េចក្នុងស្ថានភាពបែបហ្នឹងតើគាត់លំបាកយ៉ាងម៉េចហើយយើងរំពឹងអីបានខ្លះបើសក់មួយសរសៃជ្រែកជា100ជំរាកប៉ុន្តែម្ដងទៀតបងប្អូនអញ្ចឹងត្រូវរៀបចំបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលណាឲ្យមានកញ្ជើកំធ្លុះទៅឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនឹងឲ្យរឹងមាំទៅឲ្យមានប្រជាធិបតេយ្យទៅឲ្យមានអ្នកវិនិយោគឲ្យល្អទៅឲ្យយើងមានទុនបំរុងកាន់តែច្រើនទៅឲ្យប្រាក់បៀវត្តប្រាក់រាជការនឹងខ្ពស់ច្រើនទៅបើមានបញ្ហាតិចតួចមិនលូអីខ្លាំងទេព្រោះមានលុយចេញប្រើមួយរយៈពេលអីចឹងដែលមិនប៉ះពាល់ខ្លាំងឲ្យពេកដូច្នេះអាទាំងអស់ហ្នឹងគឺយើងត្រូវដោះស្រាយពីដើមខ្សែណាបងប្អូនមិនមែនមកស្រង់មនុស្សលងទឹកនៅក្រោមស្ពានទេគឺទៅជួសជុលស្ពាននៅខាងលើស្ពាននៅខាងលើគឺការរៀបចំបោះឆ្នោតឲ្យមានរដ្ឋាភិបាលមួយម្ដងទៀតបងប្អូនអត់សំខាន់រឿងរដ្ឋាភិបាលតកូលហ៊ុនតកូលសុកតកូលទាតកូលកំតកូលរុងតកូលសតកូលស្អីទេស្អីក៏បានដែរតែសំខាន់បងប្អូនមើលតើនៅក្នុងពេលមានវិបត្តិហ្នឹងតើពួកគាត់អាចដោះស្រាយវិបត្តិជូនបងប្អូនបានពីណាពេលដែលមានចំនួនជាមួយព្រំដែនកម្ពុជាថៃតើយើងអាចទប់ថៃបានប៉ុណ្ណាពេលដែលមានរឿងជាមួយអង្គការសហជីវឬសហគមន៍អន្តរជាតិតើយើងអាចនឹងមានភាពទប់ទល់នឹងស្ថានភាពនឹងបានប៉ុណ្ណាឬមួយក៏យើងបានតែស្រែកអួតក្តែងស្អីក៏យើងឈ្នះស្អីក៏យើងអស្ចារ្យស្អីក៏នឹងទេអាហ្នឹងគឺយើងនឹងរងគេហៅចាញ់បោកនយោបាយប្រជាពិតហើយកុំបន្ទោសអ្នកណាក៏ដោយកុំបន្ទោសថារដ្ឋាភិបាលនេះអត់កើតទេកុំបន្ទោសខ្លួនឯងហេតុអីបានយើងត្រូវបន្ទោសខ្លួនឯងដោយសារបងប្អូនគឺជាអ្នកបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលនេះហើយបងប្អូនថាបោះឆ្នោតជ្រើសរើសណាមិនមែនដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ហ្នឹងហើយដោយសារតែបងប្អូននាំគ្នាទៅស្ថានីយ៍បោះឆ្នោតទាំងអស់ទៅគូសទៅហើយតែគេរាប់ចំនួនចឹងទៅអាអ្នកគូសចោលប្រមាណជិត1លានអ្នកក៏គេមិនជឿក្បាលឲ្យតែមានមនុស្សទៅពេញស្ថានីយ៍ហើយអ្នកខ្លះទៅស្ថានីយ៍បោះឆ្នោតហ្នឹងហើយនៅជឿតាមការគម្រាមកំហែងការធ្វើនយោបាយប្រជាពិធដ្ឋថាគូសអីក៏គេដឹងដែរភូមិហ្នឹងអ្នកឯងអត់បោះឆ្នោតឲ្យបកណាក៏គេដឹងដែរលាក់នឹងលាក់អីចឹងទៅយើងនៅតែចាញ់បោកមនោគមវិជ្ជានយោបាយប្រជាពិធដ្ឋមិនហ៊ានបញ្ចេញសិទ្ធិស្របច្បាប់ខ្លួនឯងថាបើមិនពេញចិត្តគឺមិនគូសឲ្យអីចឹងទៅដូចថាយើងខ្លួនឯងកុំបន្ទោសយើងជ្រើសរើសខ្លួនឯងទេអញ្ចឹងបើជ្រើសរើសខ្លួនឯងហើយទទួលយកទៅហើយបើមិនពេញចិត្តទេអាណត្តិក្រោយ
សម្រាប់ទៅមួយសំឡេងហ្នឹងមានប្រយោជន៍ច្រើនហើយខ្ញុំអត់លើកទឹកចិត្តឲ្យធ្វើសង្គ្រាមអត់លើកទឹកចិត្តឲ្យបងប្អូនទៅកាប់ចាក់គ្នាអីទេអត់ទេស្ថានីយ៍បោះឆ្នោតហើយត្រូវចេះតវ៉ាផងប្រាប់ថាណែការបោះឆ្នោតដើម្បីឲ្យសេរីត្រឹមត្រូវនឹងយុត្តិធម៌តតែកចបនឹងវិញចេះអង្គការសង្គមស៊ីវិលនឹងត្រូវឯករាជ្យចេះអ្នកសារព័ត៌មាននឹងគួរឲ្យឯករាជ្យចេះឲ្យចេះតវ៉ាឲ្យចេះទៀមទារដ្ឋាភិបាលឲ្យស្ដារឲ្យអីទាំងអស់ហ្នឹងដើម្បីឲ្យផ្លូវត្រួសត្រាយទៅក្នុងការបោះឆ្នោតហ្នឹងយើងអាចទៅបានដោយរលូនដោយតាមចិត្តចង់របស់យើងផងហើយបើយើងនៅតែអាជ័យថ្លានៅក្នុងបារ៉ែមួយបារ៉ែលគឺទៅក្នុងតម្លៃត្រឹមតែ$90តម្លៃនេះគឺចុះបានច្រើនមែនតើបើយើងមើលទៅគឺបើបើយើងនិយាយថាបើឡើងដល់$120បានន័យថាឡើងស្ទើរតែ100%ទៅហើយនឹងតាំងពីប្រេងនៅតម្លៃ60-70មិនចឹងឥឡូវនេះក៏ចុះមកវិញនៅត្រឹម90បានន័យថាចុះ50%វិញនៃតម្លៃដែលឡើងឬក៏ប្រេងឆៅដែលឡើងនោះតើមូលហេតុអ្វីឲ្យពិតប្រាកដរឿងវាមិនមែនជារឿងចៃដន្យទេបងប្អូនព្រោះនៅពេលដែលលោកត្រាំចាប់ផ្ដើមថ្លែងសារតែមួយម៉ាត់ប្រាប់ថាសង្គ្រាមនៅអ៊ីរ៉ង់បានចប់សពគ្រប់ហើយគឺគាត់ថាចប់ហ៎ដូចជាមើលទៅដូចអត់មានអីវែងឆ្ងាយអីទៀតទេគឺចប់ចង់និយាយថាចប់ហ្នឹងគាត់ចង់សំដៅទៅលើការដែលសវាយសន្ធាប់ឬក៏ទម្លាក់គ្រាប់ឲ្យយ៉ាងសន្ធាប់ដើម្បីកុំឲ្យអ៊ីរ៉ង់តដៃអីបានទៀតនោះគឺវាចប់សពគ្រប់ត្រង់ថាប្រតិបត្តិការហ្នឹងដែលគ្រោងរហូតដល់ទៅ4ទៅ5សប្តាហ៍ហ្នឹងគឺមើលទៅហាក់បីដូចជាអ៊ីរ៉ង់ទ្រាំខ្លួនតាំងពីពេលនេះបាត់ទៅហើយមិនមានកម្លាំងនឹងតដៃអាមេរិកអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តបានទៀតទេដូច្នេះអាការដែលចង់ប្រយុទ្ធឬក៏ចង់ដែលក៏កំណត់ថាខ្លាំងមែនតែនថាសង្គ្រប់អ៊ីរ៉ង់អីបន្តទៀតនោះគឺហាក់បីដូចជាមិនចាំបាច់ក្នុងន័យហ្នឹងហើយបានជាថ្មីនេះលោកត្រាំដឹងថាអ៊ីរ៉ង់ទុនដៃមិនអាចតដៃវិញបានទេដោយសារតែសម្ព័ន្ធមិត្តអាមេរិកដែលផ្លោងដាក់អ៊ីរ៉ង់ហ្នឹងក៏ច្រើនពេកទៅធ្វើឲ្យគាត់រហូតតទៅហ៊ាននិយាយផ្កើនឬក៏ឌឺដងដាក់លោកនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសចក្រភពអង់គ្លេសនោះថានៅពេលដែលគាត់ចង់ជួយជាដូចថាយន្តហោះចម្បាំងដើម្បីជួយវាយជួយអីហ្នឹងលោកត្រាំគាត់ថាបានហើយអឺសង្គ្រាមហ្នឹងវាគាត់មិនចាំបាច់មកជួយនៅពេលដែលអាមេរិកវាយឈ្នះអ៊ីរ៉ង់បាត់ទៅហើយទេនៅក្នុងន័យនេះគឺក៏ចង់ប្រាប់ទៅប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកឬក៏ប្រទេសដែលស្ទាក់ស្ទើរដទៃទៀតថាបើជ្រេមជ្រុំញៀមញោមអីច្រើនស្ទាក់ស្ទើរទេមិនបាច់ទេមកដល់ម៉ោងនេះហើយវាហួសពេលហើយអូនអញ្ចឹងទៅក៏ប៉ុន្តែភាសាបែបហ្នឹងបើក្នុងន័យការទូតវាហាក់បីដូចជាក្រូតគេបន្តិចដែរខ្ញុំនឹងបកស្រាយរឿងនេះប៉ុន្តែយើងវិលមករឿងសាំងវិញហេតុអីបានជាចុះថ្លៃហេតុអីបានជាសាំងឡើងថ្លៃពីដំបូងបើយើងនិយាយឲ្យងួយងាយស្ដាប់បានយើងដឹងថាបើដឹងថាសាំងឡើងថ្លៃពីដំបូងបានយើងដឹងថាហេតុអីបានជាសាំងចុះមកវិញពីដំបូងឡើយគឺនៅពេលដែលគ្រាប់ផ្លោងចាប់ផ្ដើមវាយស្រោចនៅប្រទេសអ៊ីរ៉ង់គឺលំហូរនៃការផលិតប្រេងឬក៏នាំប្រេងចិនចាប់ផ្ដើមមានបញ្ហាហើយបញ្ហាដែលធំបំផុតដែលតាក់ទងនឹងការដឹកនាំប្រេងចេញទេតាមពិតប្រេងនៅតែបូមជាប្រចាំទេប្រេងមកពីប្រទេសដែលធំជាងគេនៅក្នុងតំបន់ឈូងសមុទ្រពាក់នៅតំបន់ក្បែរអ៊ីរ៉ង់ហើយដែលដឹកតាមច្រកសមុទ្រឈូងច្រកសមុទ្រមួយដែលហៅថា Hormuz ដែលគេដែលមានចម្ងាយទទឹងប្រមាណជា31គីឡូម៉ែត្រហ្នឹងគឺច្រកហ្នឹងគឺមែនតែនគឺត្រូវហូរនាំនាវាច្រើនណាស់ពីកាតាអារ៉ាប់រួមឬក៏ប្រទេសផ្សេងដែលនៅក្នុងតំបន់ហ្នឹងដើម្បីដឹកប្រេងដែលបានបូមរួចចម្រាញ់រួចឬយ៉ាងណានោះគឺត្រូវដឹកតាមកប៉ាល់ឆ្លងកាត់ច្រកហ្នឹងហើយច្រកហ្នឹងមែនតែនគឺម្ចាស់ដែនអធិបតេយ្យដែលគ្រប់គ្រងច្រកហ្នឹងគឺអ៊ីរ៉ង់ដូច្នេះនៅពេលដែលមានសង្គ្រាមហ្នឹងភ្លាមអ៊ីរ៉ង់ចាប់ផ្ដើមបិទច្រកហ្នឹងភ្លាមបិទច្រកដែលនាំប្រេងចេញហ្នឹងបងប្អូនច្រកហ្នឹងមិនមែននាំប្រេងតិចទេណានៅក្នុងមួយថ្ងៃមានប្រេងនាំតាមច្រកហ្នឹងមិនតិចជាង16,000លានបារ៉ែលបងប្អូនមិនមែន16បារ៉ែលហើយក៏មិនមែន16,000បារ៉ែលហើយក៏មិនមែន1លានហើយក៏មិនមែន100លានដែរគឺ16,000លានបារ៉ែលដែលត្រូវឆ្លងកាត់នៅក្នុងច្រកហ្នឹងជាប្រចាំថ្ងៃបងប្អូនសាកគិតមើលបើ1បារ៉ែល$100ចុះ16,000លានបារ៉ែលតើវាប្រមាណកោតប្រមាណ$1 trillionយើងគិតមើលទៅណាដូច្នេះប្រេងហ្នឹងគឺវាច្រើនសន្ធឹកមែនតើហើយដល់ពេលមានបញ្ហាហ្នឹងគឺអ៊ីរ៉ង់បិទច្រកហ្នឹងព្រោះគេជាដែនទឹករបស់គេអញ្ចឹងគេបិទចោលតែម្ដងគឺមិនអោយហើយការដែលមិនអោយដឹកចេញហ្នឹងគឺបើមាននាវាណាហ៊ានប្រថុយតានាវាដឹកប្រេងដែលមិនមែនជានាវាចម្បាំងអីសោះហ្នឹងក៏អ៊ីរ៉ង់បាញ់កំទេចចោលដែរអញ្ចឹងអ៊ីរ៉ង់នៅពេលហ្នឹងចាប់ផ្ដើមគេប្រើអយុធនាការមួយគឺមិនបានស៊ីឆ្លីឲ្យខ្ទេចបាទសុំទោសខ្ញុំប្រើឃ្លាហ្នឹងចង់និយាយថាអ៊ីរ៉ង់
ចង់ប្រាប់ថាអ្នកណាក៏ដោយឲ្យតែដឹកប្រេងតាមផ្លូវហ្នឹងគឺត្រូវតែបាញ់កម្ទេចខ្ទេចខ្ទីចឹងទៅដើម្បីធ្វើឲ្យពិភពលោកចាប់ផ្ដើមមានបញ្ហាប្រេងកាតវាអាចជាសម្ពាធរបស់អ៊ីរ៉ង់ចង់ប្រាប់ទៅពិភពលោកឲ្យជួយថ្កោលទោសអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តផងថាដោយសារតែឈ្លានពានដែនអធិបតេយ្យអ៊ីរ៉ង់បែបនេះបានជាអ៊ីរ៉ង់អាចនឹងសម្រេចកិច្ចការនឹងមួយគឺដើម្បីឲ្យពិភពលោកបានដឹងថាឃើញទេវាយអ៊ីរ៉ង់ប៉ះសបុកអាម៉ាល់ហើយតែប៉ះសបុកអាម៉ាល់គឺគេធ្វើផ្ដាច់ជីបចរប្រេងនាំចេញទៅសហគមន៍អឺរ៉ុបឬក៏ទៅពិភពលោកទៅធ្វើឲ្យតម្លៃប្រេងគឺលោតឡើងខ្ពស់មែនតើដោយសារអីគឺវាខ្សោះអាការដែលផ្គត់ផ្គង់ប្រេងហ្នឹងព្រោះ16,000 លានបារ៉ែលវាច្រើនសន្ធឹកណាស់ក៏ប៉ុន្តែបងប្អូន16,000 លានបារ៉ែលនៅក្នុងមួយថ្ងៃដែលដឹកឆ្លងកាត់តំបន់ហ្នឹងគឺវាស្មើនឹងតែ20%នៃប្រេងដែលចរាចរនៅលើទូទាំងពិភពលោកដូច្នេះបានន័យថាប្រេងមួយថ្ងៃដឹកចេញច្រើនពាន់លានណាស់អាចដល់ទៅ100,000 លានហើយ100,000 លានបារ៉ែលព្រោះអីយើងមើល16,000 លានបារ៉ែលដែលដឹកចេញតាមច្រក Hormuz ហ្នឹងគឺស្មើត្រឹមតែ20% នៃប្រេងដែលចរាចរនៅលើពិភពលោករៀងរាល់ថ្ងៃផងហើយដូច្នេះសង្វាក់ផលិតកម្មឬក៏ប្រេងដែលត្រូវការប្រើប្រាស់ជាបន្ទាន់គឺ20%ត្រូវបាត់ភ្លាមហើយយើងគិតមើលសុកស្រាប់តែ20%បាត់តើវានឹងប៉ះពាល់អីប៉ះពាល់ដែលធំបំផុតគឺតម្លៃប្រេងវាត្រូវតែប្រេងឆៅត្រូវតែលោតឡើងខ្ពស់ភ្លាមមួយរំពេចដោយសារតែការផ្គត់ផ្គង់វាខ្សោះហើយដោយសារតែអញ្ចឹងយើងឃើញប្រហែលថ្ងៃនេះប្រេងចាប់ផ្ដើមឡើងថ្លៃដោយសារតែខ្វះការផ្គត់ផ្គង់ប្រជាពលរដ្ឋត្រូវការប្រើប្រាស់ច្រើនហើយការ៉ាសសាំងមួយចំនួនអាចនឹងកិច្ចកុក